ភូមិនេះមានមនុស្សយកស្នាមបាញ់លើបន្លែរបស់ពួកខ្ញុំភូមិនេះដល់ណាក់នឹងផងពួកអាធ្វើនេះណាប៉ាត់ជាអាក្រក់បំផុតបន្លែតែគ្មានជាតិគីមីគេមិនឲ្យប៉ះពាល់ជាតិគីមីសូម្បីតែបន្តិចផងតែបើវាមានជាតិគីមីហើយយើងត្រូវការកាប់ដំណាំក្នុងចំការនឹងចោលឲ្យអស់ដូច្នេះយើងត្រូវការចំណាយពេលហាលដីរាប់ខែហើយខ្ញុំឆ្ងល់អីនេះអ្នកណាជាអ្នកធ្វើរឿងហ្នឹងបេះដូងគេសាងពីស្អីហើយអីក៏អាក្រក់ម្លេះបើតាមខ្ញុំដឹងពួកអ្នកភូមិយើងនេះមិនដែលតែមានតំណែងជាមួយណាទេតែវាធ្វើនេះគឺដើម្បីអ្វីពួកអ្នកភូមិយើងនេះត្រូវបានណែនាំមិនឲ្យដាំដំណាំដែលមានជាតិគីមីប៉ុន្តែឥឡូវនេះជាតិគីមីវាពេញដីអស់ទៅហើយហ្នឹងនេះលោកភូមិខ្ញុំបានរើបាននាងមកបាននៅក្នុងរោងដំណាំបងតវ៉ាន់តាមិនគាត់ធ្វើរបៀបហ្នឹងកុំប្រាប់ថាលោកពូសវណ្ណណាការរស់ស៊ីរបស់ពួកយើងដូចជាមិនបានប្រជែងនឹងពួកគាត់ទេហេតុអីបានជាពួកគាត់ធ្វើបាបយើងទៅវិញអញ្ចឹងលោកមួយភូមិត្រូវតែជួយពួកខ្ញុំទៅរកពូសវណ្ណសួរនាំឲ្យដឹងរឿងតោះចឹងឈ្មោះយើងតោះពួកយើងតោះពួកយើងតោះសួរនាំដល់រឿងតោះអញ្ចឹងគាត់គ្មានរឿងអីដែលគាត់ត្រូវធ្វើបែបហ្នឹងឯងណែមិនបាច់មកការពារពុកឯងយើងមានផោះតាងនេះណានេះមកបានរបស់ពុកឯងបានធ្វើធ្លាក់នៅកន្លែងកាត់ហេតុណាមិននឹកស្មានថាមនុស្សដែលមានមុខស្លូតនេះមានទឹកចិត្តដ៏អាក្រក់ដល់ថ្នាក់នេះសោះយើងដឹងច្បាស់ថាឯងកំពុងតែចំណានជាមួយនឹងបងប្អូនក្នុងភូមិដោយសារតែពួកគាត់ធ្វើដំណើរបានល្អជាងបាយតាមមែនទេឯងមិនគួរណាត់ធ្វើបែបនេះតោះទេសោះឯងគួរតែខំប្រឹងធ្វើបន្លែរបស់ឯងឲ្យល្អទៅគឺវាត្រឹមត្រូវណាស់ទៅហើយការប្រកួតប្រជែងគឺវាស្ថិតនៅលើគុណភាពបន្លែនិងតម្លៃតែប៉ុណ្ណោះមែនទេបងប្អូនអ្នកនរគ្នាមែនហើយបើមិនជាថ្មីដៃរបស់ពួកឯងតើវាជាថ្មីដៃរបស់អ្នកណាគេតិចចិត្តសិនទៅណាអ៊ំពូមីងនេះមកបានប៉ុណ្ណឹងមិនអាចបញ្ជាក់ការពិតបានទេឯងជាកូនរបស់គាត់ឯងច្បាស់ជាកាន់ជើងគាត់អញ្ចឹងហើយខ្ញុំអត់បានកាន់ជើងទេខ្ញុំដឹងថានេះបានហ្នឹងធ្លាក់នៅកន្លែងកាត់ហេតុប៉ុន្តែដូចជាតាំងចិត្តទម្លាក់កំហុសពួកខ្ញុំអញ្ចឹងបងប្អូនទាំងអស់គ្នាចំពោះរឿងនេះមកបាននេះខ្ញុំមានច្រើនណាស់ខ្ញុំក៏បានឲ្យគេច្រើនកន្លែងដែរតើយកនេះមកបានមួយនេះមកធ្វើជាផោះតាងកើតដែរអត់ហ៎បើលោកមិនបានធ្វើមែននោះលោកត្រូវតែពិសោធន៍ឲ្យពួកបងប្អូនយើងទាំងអស់គ្នានេះដឹងថាលោកគឺជាមនុស្សបរិសុទ្ធបើពិសោធន៍មិនបានទេពួកយើងនឹងរករឿងលោកដល់ទីបំផុតហើយមែនហើយយ៉ាងម៉េចតើពួកឯងមានផោះតាងមកបញ្ជាក់ទេថាពួកឯងមិនបានធ្វើតែបើគ្មានផោះតាងទេយើងនឹងអ្នកភូមិទាំងអស់មិននៅស្ងៀមទេវើយមែនហើយល្អណាស់វើយដាក់ទៅស្អប់គ្នាទៅអើប្រវាយគ្នាណាម៉ាទីស៊ូពូសវណ្ណស៊ូស្លាប់វើយពួកឯងស្អប់លោកប៉ាយើងដែលលោកប៉ាយើងធ្វើរឿងល្អដាក់អ្នកភូមិហើយអ្នកភូមិគោរពស្រឡាញ់លោកប៉ាយើងក៏ចំណែនធ្វើរឿងអាក្រក់ដាក់អ្នកភូមិមែនទេមែនហើយអ្នកភូមិយើងអាឡូលោកតកែពេលនេះពួកវាកំពុងតែចូលអន្ទាក់យើងលោកតកែពួកវាកំពុងតែឆ្លោះគ្នាខ្លាំងណាស់លោកតកែពុតជាល្អមើលមែនលោកតកែល្អហើយសំតាមបំណងរបស់យើងហើយពួកឯងនេះក៏ឆាប់ត្រឡប់មកវិញមកកុំឲ្យពួកវាដឹងថាពួកឯងនេះកំពុងតែតាមដានពួកវាប្រយ័ត្នប្រយែងណាកុំឲ្យពួកវានេះដឹងខ្លួនឲ្យសោះណែនៅពេលដែលឯងត្រឡប់មកវិញណាកុំភ្លេចទិញគ្រឿងស្រវឹងផ្ញើយើងផង